Chưa số là cố ngày nay nhằm một bộ slide bị sắp đặt tiêu mối như bị quick sort thì khả năng siêu plus quick sort này không siêu plus cái chiều là việc sort mối đại thua ca lươn trên certain sort đây thiệt cái lươn họ đó đầm phải đòi á cái việc thua ca lươn hai ở vậy các con nó không cứ miền pí cứ miền partition nâng pivot lấy cho mở function nó bỏ quick sort nâng mình là nó không phải sort nhưng mình tăng array mỗi tăng left tăng rightเอาไปយើង tăng អស់នេះមានក្នុងនេះគឺ array left គឺ index ចាប់ផ្ដើមនិង right គឺ index ចុងក្រោយគេហើយយើងមាន base case មួយដើម្បីធ្វើការបញ្ឈប់មានន័យថាបើសិនជា right ធំជាងឬស្មើតូចជាងឬស្មើ left អញ្ចឹងមានន័យថាវាអត់មានអី compare ទេនៅក្នុង case ហ្នឹងអញ្ចឹងវាឈប់ execute ហើយយើងមាន pivot គឺជា element មួយនៅក្នុង array ហ្នឹងដើម្បី element ចុងក្រោយគេនេះគឺយើងតាំងដោយ right នេះមានថាចុងក្រោយគេដើម្បីយកទៅប្រៀបធៀបជាមួយនឹង index ផ្សេងៗទៀត element ផ្សេងៗក្នុង array យើងនឹងធ្វើការបង្កើត integer មួយដើម្បី return មកវិញនៃចំនួន partition យើងដាក់ array left right និង pivot ដែលយើងបានតាំងឲ្យក្នុងនេះទៅក្នុង partition ឥឡូវក្នុង partition គឺមើលទៅក្នុងfunction partition ម្ដងយើងឃើញថាមាន parameter យើងបានផាសចូលមិញហើយយើងតាំង left partition នេះ left នេះមិនមែន left ដូចមិញទេគឺ left របស់ partition យើងស្មើនឹង left ដក1 left នេះដក1ហើយឈ្មោះ right តាំងដោយ right ទៅតែចូលមកដល់កន្លែងនេះគឺធ្វើការ loop ដើម្បីរកចំនួនពីខាងឆ្វេងដល់ខាងស្ដាំប្រៀបធៀបជាមួយនឹង pivot រកចំនួន find element ដែលធំជាង pivot គឺវានឹងឈប់កន្លែងនេះគឺទៅ scan ពីឆ្វេងទៅស្ដាំចំពោះនេះគឺវា scan ពីស្ដាំមកឆ្វេងវិញរក value ដែលតូចជាង pivot ហើយនៅពេលដែលវាត្រូវលក្ខខណ្ឌហើយនៅពេលវាត្រូវលក្ខខណ្ឌវាដើររហូតតែវាដែលចំនួន left នេះធំជាង pivot គឺវានឹង break loop វាមិន break loop គឺវាខុសលក្ខខណ្ឌគឺវានឹងឈប់អានេះក៏ដូចគ្នាបើវាចំនួន right នេះតូចជាង pivot គឺវានឹងឈប់ដូចគ្នាបន្ទាប់មកវាមក check នៅក្នុងលក្ខខណ្ឌនេះថា left partition ហ្នឹងធំឬស្មើជាងឬស្មើជាងright partition អត់បើធំជាងមានន័យថាវា cross នេះមានន័យថាវា cross ហើយបើសិនជា pointer ហ្នឹងវា cross break loop ធ្វើការដូរ swipe value តែបើវាអត់break loop ទេវាមកចូលលក្ខខណ្ឌ swipe នេះម្ដងមានន័យថាឲ្យvalue ដែលធំជាង pivot ខាងឆ្វេងហ្នឹងបដូរជាមួយនឹង value ដែលតូចជាង pivot ខាងស្ដាំមានន័យដូរពីឆ្វេងមកស្ដាំវិញ pivot ទុកនៅដែរប៉ុន្តែដល់ពេលដូរហើយអស់វា cross គ្នាមានន័យថា value ដែលតូចជាង value ដែលធំជាង pivot នេះវាឆ្លងមកខាងស្ដាំនៃ value ដែលតូចជាង pivot នេះមានន័យថា cross គ្នានៅពេលដែល cross break loop ហើយឲ្យចំនួនខាងឆ្វេងហ្នឹងស្មើនឹងចំនួនខាងស្ដាំនេះយើងធ្វើការ swipe មាន function swipe មួយដែរគឺ swipe a មក b មក a វិញមានន័យថា swipe កនេះឲ្យចំនួនខាងឆ្វេងដែលធ្វើការ cross loop ហ្នឹងនេះ cross កន្លែង loop ហ្នឹងឲ្យស្មើនឹងចំនួនខាងស្ដាំមានន័យថាឲ្យចំនួនហ្នឹងស្មើនឹង index នៃ pivot វិញ right នេះ index pivot ចឹងដល់ពេលដែលវា break loop ហើយយើងធ្វើការឲ្យ index ដែល cross ហ្នឹងស្មើនឹង index របស់ pivot index pivot ឲ្យមក index របស់ដែល left ដែលធ្វើការ cross ហ្នឹងបន្ទាប់មកធ្វើការ return index ថ្មីរបស់ pivot ហ្នឹងមកវិញទៅកាន់ quick sort វិញបន្ទាប់ពី quick sort ធ្វើការ
ទទួលបានហើយវានឹងយកធ្វើការ recurse left subway មានន័យថាវាធ្វើការប្រព័ន្ធមិញដែរហ្នឹងធ្វើការ swipe ដែរហ្នឹងមកខាងឆ្វេងវិញបន្ទាប់ពីឥឡូវតើយើងមើលនៅក្នុងជាក់ស្ដែងมันវាដឹងនឹងធ្វើការបើក simulator ជាក់ស្ដែងនេះគឺយើងមាន value pivot និង value ដែលចាប់ផ្ដើមតើវានឹងធ្វើការចាប់ផ្ដើម compare value ដែលធំជាងខាងស្ដាំនិងខាងឆ្វេងនៅពេលដែលវាធំជាងនេះនៅពេលដែលវា value ខាង left ហ្នឹងធំជាង value ខាង right វានឹងធ្វើការ swipe គ្នានេះធ្វើការ swipe គ្នាបន្ទាប់ធ្វើការ swipe គ្នាវាធ្វើអញ្ចឹងរហូតដល់ cross នេះនៅពេលដែលវា cross នេះនៅពេលដែលវា cross គឺឲ្យ value ខាង left ហ្នឹងស្មើនឹង value របស់ pivot ហើយ pivot មកខាង left ហ្នឹងវិញហើយ return វានេះគឺយើងដូរហើយបន្ទាប់មក return left នេះទៅកាន់ quick sort វិញហើយ quick sort នឹងធ្វើការយក value index ថ្មីខ្ញុំមកធ្វើការ process វាទៅតែមកដុំនេះវិញមកដុំនេះយើងតាំងpivot ថ្មីកន្លែងនេះយើងនឹងធ្វើការតាំង pivot ថ្មីដោយឲ្យនេះយើងធ្វើការតាំង pivot ថ្មីដែលឲ្យ partition ដែលយើងទទួលបាន left ហ្នឹងដែលយើងមក return ហ្នឹងឲ្យវាដកមួយអញ្ចឹងយើងបាន index pivot ថ្មីហើយ index នេះស្មើនឹង index right pivot ថ្មីយើងមើលម្ដងទៀតនេះបន្ទាប់វិញវានឹងធ្វើការតតែវាធ្វើការ swipe តតែធ្វើការ swipe គ្នាបើធំជាងធ្វើការ swipe រហូតដល់ត្រូវហើយកន្លែងនេះគឺវាអស់ហើយអញ្ចឹងវាកន្លែងនេះវាចូលលក្ខខណ្ឌ base នេះ right ធំជាង left នេះនៅពេលដែលអា left នេះស្មើនឹងអា right នេះគឺវានឹងឈប់ execute គឺវានឹងធ្វើការ execute នៅខាងឆ្វេងម្ដងធ្វើការ execute នៅខាងស្ដាំម្ដងនេះគឺមកតាំង pivot ថ្មីindex ថ្មីនៅខាងស្ដាំម្ដងតើវានឹងធ្វើការ compare ដូចមិញដូចយើងធ្វើ process មិញដែរ compare រហូត compare ឲ្យតាំង pivot ថ្មីរហូតនៅពេលដែល cross ដូរ index pivot ថ្មីនេះមកកន្លែង cross ហ្នឹងបន្ទាប់មកយើងធ្វើការខាងហ្នឹងវិញធ្វើការ compare ខាងហ្នឹងរហូតដល់ត្រូវបន្ទាប់មកវានឹងទៅតាំង pivot ថ្មីនៅខាងស្ដាំវាធ្វើការពីឆ្វេងទៅស្ដាំនេះយើងធ្វើការ compare រហូតដល់ត្រូវអស់វានឹងឈប់ execute ទេអានោះគ្នាដូចគ្នា left និង right ហ្នឹងគឺវា return អញ្ចឹងអានេះ return ខាង left នេះ return ខាង right អានេះ left អ្វីដែលខ្ញុំនិយាយមិញគឺកន្លែងនេះ return ខាង left នេះហើយអាខាង right មិញគឺវា return ខាង right នេះវាឲ្យ index ខាង right នេះថ្មីវាតាម pivot ថ្មីខាងនេះអានេះ pivot ថ្មីខាងនេះវិញអាហ្នឹងគឺជា process អ្វីដែលយើងបានធ្វើមិញវាធ្វើអញ្ចឹងរហូតដល់ចប់វា recurse ហើយវាមកធ្វើ process នេះសាត់ថ្មីហើយវា recurse ហើយវាធ្វើ process នឹងសាត់ថ្មីរហូតដល់ចប់ចំពោះ process វាគឺមានប៉ុណ្ណឹងមិន search ឲ្យមើលនេះវា search វាធ្វើការ sort អញ្ចឹង process ដូចយើងដាក់អីបានមើលអញ្ចឹងនេះ process ដូចអ្វីដែលយើងបានមើលមិញ simulator មិញនេះវាធ្វើការ swipe គ្នាហើយដាក់ index ថ្មីអស់ pivot នៅខាងឆ្វេងបន្ទាប់មកតាំងវាធ្វើការ process បន្ទាប់ពីធ្វើការ process ចប់អាហ្នឹងហើយវាធ្វើការ process អា right នេះម្ដងនេះនេះអាមិញ left return left បន្ទាប់មកធ្វើអាហ្នឹងចប់
này thưa chop cái này nắng viên mà thưa khang này một đòn khang sẽ đam một đòn và sẽ biết cứ thưa vì khang chơi mà khang sẽ đam này vì cause thưa này chop mà thưa này một đòn hai bên chop đam thưa và sẽ năng một đòn tiệt thưa từ tái là họ đọt chop này cứ vì chop chẳng năng cái chữ và sẽ vì cause chẳng hay và ta biết thưa năng chop vì cause khang sẽ đam bởi khang sẽ đam miên tiết vì năng thưa ca thì khang chơi khang sẽ đam là họ đọt chop tổng anh năng cứ và sẽ là gì thưa vậy là khang nó cứ pivot là ngày pivot cứ xem map compare element ផ្សេងៗនៅក្នុង array ហ្នឹងដើម្បីធ្វើការ swipe ឲ្យវាត្រូវទីតាំងហើយជាមួយ partition គឺវាធ្វើការ swipe ឲ្យត្រូវទីតាំងរបស់ value របស់ element ហ្នឹងទាំងអស់ហ្នឹងគឺជាអ្វីដែល quicksort ធ្វើសូមអរគុណលោកគ្រូគឺខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា